បាទជំរាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនអ្នកគ្នាផងដែរបាទស្វាគមន៍ជាថ្មីបាទមកកាន់នីតិគំនិតថ្ងៃនេះខ្ញុំនឹងនាំយកប្រធានបទថ្មីមួយទៀតសម្រាប់ចែកជូនទៅដល់បងប្អូនអ្នកគ្នាបាទស្ដាប់កម្សាន្តក៏ដូចជាទទួលបានចំណេះដឹងថ្មីបន្ថែមទៀតផងដែរបាទនៅថ្ងៃនេះខ្ញុំនឹងនិយាយអំពីប្រធានបទមួយគឺដើម្បីកុំឲ្យសម្ដីអ្នកដទៃប៉ះពាល់ឬក៏មានឥទ្ធិពលមកលើខ្លួនយើងបានបាទសម្ដីមួយម៉ាត់អាចសម្លាប់មនុស្សម្នាក់បានអាចធ្វើឲ្យមនុស្សម្នាក់មានកម្លាំងចិត្តហើយក៏អាចបំបាក់ទឹកចិត្តមនុស្សម្នាក់បានដូចគ្នាដូច្នេះហើយបានជាសពថ្ងៃនេះបានមានមនុស្សជាច្រើនបានគាត់ប៉ះពាល់ដោយសារពាក្យសម្ដីពីអ្នកដទៃបាទធ្វើឲ្យយើងប៉ះពាល់អារម្មណ៍ពេលខ្លះបាទពេលខ្លះយើងក៏មិនចង់គិតដែរនៅពេលដែលគាត់និយាយអ្វីមួយមកលើយើងដែលយើងដឹងថាសម្ដីនោះគឺមិនល្អជាសម្ដីដែលបំបាក់ទឹកចិត្តប៉ុន្តែអារម្មណ៍របស់យើងពេលខ្លះក៏យើងមិនអាចគ្រប់គ្រងអារម្មណ៍បានដែរពេលខ្លះយើងមិនចង់ខឹងក៏ប៉ុន្តែចិត្តរបស់យើងគឺវាមិនអាចហាមឃាត់បានវានៅតែមានការអន់ចិត្តការខឹងពេលខ្លះនៅពេលដែលគាត់និយាយមកយើងអាចធ្វើឲ្យផ្លូវចិត្តរបស់យើងប៉ះពាល់ខ្លាំងអ្នកខ្លះដែលអាចបាក់ទឹកចិត្តជាដើមប៉ុន្តែអញ្ចឹងសំណួរសួរថាតើយើងធ្វើយ៉ាងណាដើម្បីកុំឲ្យផ្លូវចិត្តរបស់យើងនេះប៉ះពាល់ឬក៏ទូទុនទៅតាមសម្ដីដែលអ្នកដទៃគាត់និយាយមកក្នុងន័យបំបាក់ទឹកចិត្តឬក៏ក្នុងន័យមើលងាយឬក៏មើលស្រាលមកលើខ្លួនយើងជាដើមបាទថ្ងៃនេះខ្ញុំនឹងនិយាយអំពីដំណោះស្រាយក៏ដូចជាគន្លឹះមួយចំនួនដើម្បីយើងអាចធ្វើឲ្យផ្លូវចិត្តរបស់យើងរឹងមាំគ្រប់គ្រងអារម្មណ៍គ្រប់គ្រងចិត្តកុំឲ្យមានការខឹងការបាក់ទឹកចិត្តទៅលើពាក្យសម្ដីដែលគេនិយាយមកលើយើងទាំងអស់នោះបាទមុននឹងទៅដល់វិធីសាស្ត្រឬក៏របៀបដែលយើងអាចធ្វើយ៉ាងណាឲ្យផ្លូវចិត្តរបស់យើងរឹងមាំដើម្បីកុំឲ្យសម្ដីអ្នកដទៃប៉ះពាល់មកលើយើងបានបាទដូច្នេះខ្ញុំបាទសូមលើកយករឿងនិទានខ្លីមួយបាទដែលមានអត្ថន័យទាក់ទងទៅនឹងប្រធានបទឬក៏ដំណោះស្រាយរបស់យើងផងដែរបើសិនជាបងប្អូនបានស្ដាប់រឿងនេះខ្ញុំជឿថាធានាថាបងប្អូននឹងយល់អំពីវិធីសាស្ត្រឬក៏គន្លឹះសឹងតែ90%នៃដំណោះស្រាយរបស់យើងបាត់ទៅហើយដូច្នេះកុំឲ្យខាត់ពេលវេលាយូរបាទសូមរីករាយស្ដាប់ជាមួយសាច់រឿងខ្លីនេះដូចទៅបាទនៅក្នុងទីអារាមមួយមានព្រះសង្ឃគង់នៅជាច្រើនព្រះអង្គដុំដីជានានតូចជាងគេទើបនឹងបួសថ្មីក្នុងព្រះជន្មត្រឹមតែ14ព្រះវស្សានានដុំដីឧស្សាហ៍ព្យាយាមណាស់ត្បិតថានៅក្មេងតែមានទម្លាប់ល្អក្រោកពីព្រឹកសូត្រធម៌ក្នុងព្រះវិហារមិនដែលយឺតម្ដងណាឡើយបន្ទាប់ពីសូត្រធម៌ក្នុងព្រះវិហារចប់នាងតូចដងទឹកស្រោចផ្កាក្នុងសួនបោសសម្អាតព្រះវិហារហើយស្រឡាញ់សត្វណាស់ចេះមើលថែសត្វកំព្រាដែលនៅក្នុងវត្តទៀតផងរាល់ល្ងាចប្រសិនបើឃើញនាងតូចអង្គណាកាន់ធូបមួយបាច់ទន្ទិញធម៌លឺជាងគេមិនចាំបាច់សង្ស័យទេនោះគឺជានាងដុំដីនឹងឯងព្រឹកមួយនាងតូចក្រោកយឺតមិនបានចូលព្រះវិហារទេលោកគ្រូសូត្រក៏ដាក់វិន័យឲ្យនាងតូចឡើងសូត្រធម៌ក្នុងព្រះវិហារតែម្នាក់ឯងចំនួន20ចប់នាងតូចសូត្រធម៌ទាំងមិនពេញចិត្តប៉ុន្តែមិនហ៊ានប្រកែកនោះទេសូត្រធម៌ចប់ចុះពីព្រះវិហារជួនជាដល់ម៉ោងពុទ្ធបរិស័ទយកចង្ហាន់មកប្រគេនបុរសម្នាក់មានស្រាក់ចង្ហាន់កាន់នៅនឹងដៃផងបានសួរដល់នាងតូចថានាងតូចតើព្រះចៅអធិការគង់នៅឬទេបើលោកគង់នៅខាងក្នុងសាលាឆាន់ឯណោះញោមចង់ប្រគេនចង្ហាន់ត្រូវរងចាំបន្តិចសិនព្រោះមានពុទ្ធបរិស័ទច្រើននាងតូចលើកដៃចង្អុលទៅសាលាឆាន់ដែលមានមនុស្សជាច្រើនរងចាំប្រគេនចង្ហាន់ដល់ព្រះចៅអធិការបុរសកណាទៀនករណាអាចរងចាំបានត្បិតខ្ញុំកណាមិនហ៊ានប្រគេនចង្ហាន់ដល់កូននេនឬលោកសង្ឃទៅបួសថ្មីទេខ្លាចលោកមិនបរិសុទ្ធហើយមិនបានកុសលដល់ម្ដាយខ្ញុំកណានាងតូចឮពាក្យសម្ដីនេះភ្លាមក៏រត់ចេញសម្ដៅទៅកុដិវិញដោយមានការតូចចិត្តយ៉ាងខ្លាំងទោះវាជាពាក្យចេញពីមាត់មនុស្សល្ងងខ្លៅក្តីតែវាប៉ះទង្គិចផ្លូវចិត្តនាងតូចយ៉ាងខ្លាំងពេលមកដល់កុដិភ្លាមនាងតូចហាក់ធូរចិត្តបន្តិចព្រោះនាងតូច4អង្គជាមិត្តបបួលជជែកគ្នាលេងយ៉ាងរំពងនាងខ្លះបង្អាប់នាងដុំដីសើចលេងរឿងសឹងជ្រុលម៉ោងហើយត្រូវពិន័យកំពុងតែសើចសប្បាយក្អាកក្អាយរត់ប្រឡែងគ្នា
ស្រាប់តែមានស្ត្រីចំណាស់ម្នាក់ប្រទះមុខគ្នាជាមួយនាងតូចស្ត្រីចំណាស់នោះធ្វើមុខរញ៉ូវហើយនិយាយខ្លាំងៗជាមួយកូននាងតូចថាណែកូនឯងឃើញទេបួសជាលោកតែមិនគោរពវិន័យរត់ដេញប្រឡែងគ្នាលេងមើលទៅកូនអ្នកស្រុកគ្មានដឹងវិន័យស្អីទេសម្រាមពេញវត្តមិនគិតបោសគិតតែលេងបើចង់ឲ្យលោកចាស់បោសហើយមើលទៅត្បិតថាមិននិយាយចំឈ្មោះតែស្ត្រីចំណាស់នេះមើលមុខនាងតូចមិនដាក់ភ្នែកហើយសម្ដែងក្តីខឹងសម្បារួចសួរទៅនាងតូចក្បែរនោះថានាងនេះឈ្មោះអីទៅមកពីណានាងតូចអង្គនឹងឆ្លើយថាឈ្មោះនាងដំដីស្ត្រីចំណាស់នោះឈរសើចយ៉ាងខ្លាំងបែបចំអកដែលគ្រាន់តែឮថាឈ្មោះនាងដំដីកំហឹងដែលទើបប្រស័យបាន 3-4 នាទីបានរត់ចូលមកគ្របសង្កត់លើសតិនាងតូចសារជាថ្មីប៉ុន្តែលើកនេះខ្លាំងជាងលើកមុនបន្តិចនាងតូចរត់យ៉ាងលឿនចូលទៅថ្វាយបង្គំព្រះចៅអធិការនាងតូចថ្វាយបង្គំលោកគ្រូខ្ញុំកណាឈប់ប៊ូហើយសូមលាចាកសិក្ខាបទចង់សឹកស្អែកនឹងតែម្ដងព្រះចៅអធិការនៅតែគង់បិទព្រះនេត្រជាធម្មតាឥតតបតជាមួយនាងតូចឡើយនាងដំដីមិនលឺលោកគ្រូតបក៏ពិតថេរដីកាលោកគ្រូម្ដងទៀតប៉ុន្តែសំឡេងខ្លាំងជាងមុនព្រះចៅអធិការនៅតែមិនតបទៀតនាងតូចនៅស្ងៀមមួយសន្ទុះសន្តានភាពហាក់ប្រសើរបន្តិចព្រះចៅអធិការក៏សួរទៅនាងតូចថាហេតុអ្វីក៏ចង់សឹកនាងតូចរៀបរាប់រឿងរ៉ាវទាំងអស់តាំងពីព្រឹកមកដោយតូចចិត្តយ៉ាងខ្លាំងព្រះចៅអធិការក៏ងក់ព្រះកេះយឺតហើយតបកុំប្រកាន់ស្ត្រីនោះអីត្បិតគាត់មានជំងឺនិយាយស្ដីមិនដឹងរឿងទេចំណែកបុរសល្ងងនោះក៏មិនគួរចាប់ទោសដែរហេតុពីព្រោះតែល្ងងឥឡូវនេះក៏ណាមានដំណោះស្រាយមួយល្អជាងការសឹកតើព្រមទទួលយកទេនាងតូចងក់ប្រកេះជាសញ្ញានៃការយល់ព្រមព្រះចៅអធិការក៏បង្គាប់ឲ្យនាងតូចយកអំបិលមួយចាននិងទឹកមួយកែវពីផ្ទះបាយមកនាងតូចយកអំបិលនិងទឹកមួយកែវមកប្រគេនលោកគ្រូបង្គាប់ឲ្យយកអំបិលមួយគ្រាប់ដាក់ក្នុងកែវទឹកហើយកូរឲ្យរលាយបន្ទាប់មកឲ្យនាងតូចឆាន់ហើយសួរថាតើទឹកមានរសជាតិប្រៃទេនាងតូចឆាន់ហើយតបវិញកណាលោកគ្រូទឹកមានរសជាតិប្រៃលោកគ្រូក៏ក្រោកចេញមកក្រៅកុដនិមន្តសម្ដៅទៅស្រះទឹកហើយក៏ប្រាប់ឲ្យនាងតូចចាក់អំបិលទាំងអស់ចូលទៅក្នុងស្រះទឹករួចឲ្យដងទឹកនៅក្នុងស្រះនោះមកឆាន់លោកគ្រូសួរសំណួរដដែលប៉ុន្តែចម្លើយពីនាងតូចមិនដដែលទេនាងតូចឆ្លើយថាទឹកស្រះមិនប្រៃដូចទឹកក្នុងកែវទេលោកគ្រូមានសង្កេតការថាទឹកនេះឧបមាដូចជាចិត្តឯអំបិលប្រៀបដូចរឿងអាក្រក់ដែលយើងជួបប្រទះប្រសិនបើចិត្តនេះស្រាលដូចជាទឹកនៅក្នុងកែវអំបិលតែមួយគ្រាប់ក៏ល្មមគ្រប់គ្រាន់ធ្វើឲ្យទឹកប្រៃបានកំហឹងតិចតួចរឿងតូចតាចក៏អាចបំផ្លាញសេចក្តីសុខនៅក្នុងចិត្តបានដែរកាលណាបើចិត្តនេះធំទូលាយដូចជាស្រះទឹកកំថាឡើយអំបិលមួយគ្រាប់ទោះបីមួយចានក៏នៅតែមិនអាចនាំឲ្យទឹកប្រៃបានឡើយរឿងរ៉ាវឬកំហឹងធំយ៉ាងណាក៏គង់នឹងរលាយคล้ายជាតូចបាននឹងទៅជាគ្មានរឿងដោយសារចិត្តធំទូលាយនេះឯងរៀនធ្វើចិត្តឲ្យទូលាយដូចជាទឹកស្រះអញ្ចឹងគាត់ជាចម្រើកនៃកាយឯសេចក្តីមេត្តាជាចម្រើកនៃចិត្តចម្រើនមេត្តាឲ្យចិត្តកាន់តែទូលាយនិងមានសន្តិភាពបាទនៅក្នុងសាច់រឿងមួយនេះគឺនិយាយអំពីបើលោកនេនតូចបាទត្រូវស្ត្រីម្នាក់សើចចំអកមើលងាយមើលស្រាលបានមកកាន់លោកនេនហើយក្រោយមកលោកនេនក៏មានការតូចចិត្តអន់ចិត្តជាខ្លាំងរហូតដល់បាទចង់សឹកសុំព្រះអង្គសឹកប៉ុន្តែក្រោយមកព្រះអង្គចៅអធិការក៏គាត់ក៏បានបាទឲ្យលោកនេនយកអំបិលមួយគ្រាប់ដាក់ក្នុងកែវហើយឲ្យលោកនេនឆាន់ក្រោយពីឆាន់ហើយបាទក៏មានអារម្មណ៍ថាប្រៃបន្ទាប់មកទៀតក៏យកអំបិលជាច្រើនចាក់ចូលទៅក្នុងទឹកស្រះហើយក៏ឲ្យលោកនេនឆាន់ម្ដងទៀតបន្ទាប់មកលោកនេនក៏ឆ្លើយថាទឹកនេះគឺមិនប្រៃទេបាទអញ្ចឹងនៅក្នុងសាច់រឿងមួយនេះតម្លៃអប់រំគឺចង់និយាយអំពីអញ្ចឹងចំពោះអំបិលនៅពេលដែលយើងដាក់ទៅក្នុងទឹកមួយកែវបាទអញ្ចឹងដោយសារចំណុះទឹកហើយនឹងបរិមាណអំបិលបើសិនជាកាលណា
បរិមាណទឹកតិចនោះវាធ្វើឲ្យទឹកនោះប្រៃប៉ុន្តែបើសិនបើបរិមាណទឹកច្រើននៅពេលដែលបរិមាណទឹកនោះច្រើនដូចជាទឹកស្រះឬក៏ទឹកទន្លេអញ្ចឹងទោះបីជាអំបិលនោះច្រើនយ៉ាងណាក៏មិនអាចធ្វើឲ្យទឹកនោះប្រៃបានដែរអញ្ចឹងត្រឡប់មកវិញផ្លូវចិត្តយើងក៏ដូចគ្នានៅពេលដែលយើងដាក់នៅរឿងរ៉ាវល្អៗជាច្រើនប្រមូលផ្ដុំទៅក្នុងគូក្បាលទៅក្នុងផ្លូវចិត្តគំនិតរបស់យើងអញ្ចឹងវាធ្វើឲ្យរឿងអាក្រក់នោះក៏នឹងរលប់ដូចគ្នាបាទអញ្ចឹងដូចឧទាហរណ៍ទឹកមួយកែវល្អក់នៅពេលដែលយើងព្យាយាមចាក់ទឹកស្អាតចូលម្ដងបន្តិចនោះទឹកល្អក់នោះក៏វានឹងប្រែពណ៌មកថ្លាដូចជាទឹកស្អាតធម្មតាវិញដូចគ្នាបាទអញ្ចឹងកន្លែងនេះមានន័យថាអារម្មណ៍នៅពេលដែលអ្នកដទៃបាទអញ្ចឹងមានថាអារម្មណ៍នៅពេលដែលអ្នកដទៃគឺនិយាយមកលើយើងដោយលក្ខណៈមើលងាយឬក៏សើចចំអកមកលើយើងខឹងក៏ដោយសារតែផ្លូវចិត្តរបស់យើងមានអារម្មណ៍ថាខឹងឬក៏អាក់អន់ចិត្តទៅលើគេអញ្ចឹងមិនថានៅពេលដែលយើងអាចគ្រប់គ្រងផ្លូវចិត្តរបស់យើងបានអញ្ចឹងគឺអារម្មណ៍នៃការខឹងរបស់យើងគឺនឹងត្រូវបានកាត់បន្ថយបាទអញ្ចឹងសំណួរសួរថាតើយើងត្រូវធ្វើអ្វីខ្លះឬក៏រឿងរ៉ាវអ្វីខ្លះដែលយើងគួរតែធ្វើដើម្បីយើងអាចលុបបំបាត់ដើម្បីយើងអាចបញ្ចូលទៅក្នុងផ្នត់គំនិតរបស់យើងទៅក្នុងចិត្តរបស់យើងដើម្បីយើងអាចលុបបំបាត់នៅរឿងរ៉ាវអាក្រក់បានទី1គឺការអភិវឌ្ឍគំនិតចំណេះដឹងតាមរយៈការរៀនឬក៏ការអានយើងដឹងហើយថាដើម្បីធ្វើឲ្យផ្លូវចិត្តរបស់យើងរឹងមាំគឺអាស្រ័យទៅដោយចំណេះដឹងដែលយើងទទួលបានហើយដើម្បីយើងអាចទទួលចំណេះដឹងគឺមានតែវិធីតាមរយៈការរៀនតាមរយៈការស្ដាប់ទីផ្សារគឺការអានអញ្ចឹងយើងអាចព្យាយាមអានសៀវភៅល្អៗឲ្យបានច្រើនដូចជាសៀវភៅបែបលើកទឹកចិត្តសៀវភៅអភិវឌ្ឍខ្លួនឬក៏សៀវភៅអ្វីផ្សេងដែលល្អទាក់ទងទៅនឹងជំនាញឬក៏ទាក់ទងនឹងអ្វីដែលយើងចង់បានបាទនេះគឺជាដំណោះស្រាយមួយដ៏ល្អដើម្បីយើងអាចធ្វើឲ្យផ្លូវចិត្តរបស់យើងរឹងមាំហើយទី2គឺតាមរយៈការគិតវិជ្ជមានបាទនៅពេលដែលយើងព្យាយាមគិតវិជ្ជមានឲ្យបានច្រើននោះផ្លូវចិត្តរបស់យើងនឹងមានសុខភាពល្អដូចគ្នានៅពេលដែលយើងគិតវិជ្ជមានរឿងរ៉ាវអាក្រក់ឬរឿងរ៉ាវមិនល្អមួយចំនួនក៏វានឹងរលប់បាត់ដោយខ្លួនឯងប្រៀបដូចជាទឹកស្អាតមួយកែវដែលយើងចាក់ទៅលើទឹកកខ្វក់ដែរនៅពេលដែលបរិមាណទឹកស្អាតច្រើននោះអាបរិមាណទឹកកខ្វក់ដែលវាមាននៅក្នុងកែវនោះក៏វានឹងត្រូវលុបបំបាត់ដោយទឹកស្អាតម្ដងបន្តិចដូចគ្នាដែរបាទអញ្ចឹងការគិតវិជ្ជមាននេះគឺពិតជាសំខាន់ណាស់ហើយទី3សំខាន់នោះគឺតាមរយៈការដឹងគុណបាទនៅពេលដែលយើងដឹងគុណទៅដល់អ្វីដែលនៅជុំវិញខ្លួនយើងមិនថាទាំងមនុស្សទាំងបរិស្ថានគឺធ្វើឲ្យយើងនឹងទទួលបានអារម្មណ៍មួយយ៉ាងអស្ចារ្យគឺអារម្មណ៍សប្បាយចិត្តមានមោទនភាពលើខ្លួនឯងគិតថាខ្លួនឯងនឹងមានតម្លៃបាទអញ្ចឹងយើងអាចដឹងគុណទៅដល់មនុស្សជុំវិញខ្លួនអរគុណទៅដល់ខ្លួនឯងដែលបានតស៊ូមកដល់ចំណុចនេះអរគុណទៅដល់ឪពុកម្ដាយដែលបានបង្កើតយើងមកស្គាល់នៅពិភពលោកដ៏ស្រស់ស្អាតមួយនេះអរគុណទៅដល់ព្រះអាទិត្យដែលបានផ្ដល់ពន្លឺសម្រាប់យើងអរគុណលោកគ្រូអ្នកគ្រូសម្រាប់ការបង្ហាត់បង្ហាញបង្រៀនចាប់ពីថ្នាក់មត្តេយ្យសិក្សារហូតមកដល់បឋមសិក្សាអនុវិទ្យាល័យវិទ្យាល័យឬក៏សាកលវិទ្យាល័យជាដើមបាទហើយចំពោះវីដេអូមួយនេះខ្ញុំមានប៉ុណ្ណឹងបាទខ្ញុំសង្ឃឹមថាវីដេអូមួយនេះនឹងផ្ដល់ជាចំណេះដឹងក៏ដូចជាគន្លឹះមួយចំនួនទៅកាន់បងប្អូនអ្នកគ្នាដើម្បីជាចំណេះដឹងមួយដែលយើងអាចរៀនសូត្របានដល់ជាចំណេះដឹងមកទៅដល់បងប្អូនអ្នកគ្នាដែលយើងអាចយកមកប្រើប្រាស់ផ្សេងបាននៅក្នុងជីវភាពប្រចាំថ្ងៃអរគុណបងប្អូនអ្នកគ្នាបាទសម្រាប់ការតាមដានទេសនាវីដេអូមួយនេះតាំងពីដើមរហូតមកដល់ចំណុចនេះបាទអរគុណមែនទែនបាទកុំភ្លេចចុចsubscribe ឬក៏ comment បាទបើសិនជាបងប្អូនអ្នកគ្នាមាននៅយោបល់ផ្សេងបាទហើយជួបគ្នានៅវីដេអូក្រោយជាបន្តទៀតហើយខ្ញុំនឹងព្យាយាមរកនៅប្រធានបទណាដែលល្អបាទនឹងចែករំលែកទៅកាន់បងប្អូនអ្នកគ្នាជាបន្តទៀតផងដែរបាទនីតិគំនិតលើកទឹកចិត្តបំផុសគំនិតផ្លូវចិត្តរឹងមាំបាទជួបគ្នានៅវីដេអូក្រោយអរគុណ